ធ្វើឲ្យមនុស្សខ្លះមានការភ័ន្តវង្វេងពុំដឹងថាអ្វីជាការពិតអ្វីជាការដែលមិនពិតទូនីតិរបស់អង្គយានឋានទី1នៅពេលដែលចុះមកចែកកំណើតបានដឹងយានរបស់ខ្លួនថាមានទូនីតិនោះគឺត្រូវបំពេញផ្លូវញាណសាងសន្សំបារមីវឹកហាត់នៅក្នុងផ្លូវបញ្ញាបានដឹងយល់ហេតុទាំងឡាយនៅក្នុងផ្លូវបារមីឬផ្លូវព្រះធម៌ដើម្បីសង្គ្រោះដល់សពសត្វប្រដល់អ្នកមាននិស្ស័យនឹងខ្លួនឯងតែម្ដងទី2គឺត្រៀមខ្លួនដង្ហែសាសនានៃអង្គព្រះសិអាឬអង្គញាណព្រះបារមីប្រពោធិសត្វដែលលោកនឹងយាងមកក្នុងកាលវេលាខាងមុខបង្ហាញដល់មនុស្សឲ្យបានដឹងនៅក្នុងទឹកដីនៃមហានគររបស់យើងព្រមទាំងអង្គព្រះនិមិត្តបុណ្យឬអ្នកដែលមានឧបនិស្ស័យផ្សេងៗក៏ចូលរួមដង្ហែបំពេញជួយរក្សាការពារគ្រប់គ្រងរៀបចំដែនដីសីមារបស់យើងឲ្យបានគង់ការរុងរឿងបង្ហាញដល់សង្គមពិភពលោកនិងមនុស្សទាំងឡាយទាំងអស់នៅក្នុងចក្រវាឡបានដឹងទី3ទូនាទីរបស់អង្គយានឋានសម្បកជាមនុស្សលោកដែលមានយានបារមីបានដឹងយានប្រកបនោះដល់កាលដល់វេលានឹងចូលទៅជួយសង្គ្រោះប្រដល់សពសាច់តាមតំបន់និងទីកន្លែងផ្សេងៗដែលជាប់នៅអាឋានសេមាតាមរយៈផ្លូវបារមីនិងផ្លូវខាងក្រៅផងភាគច្រើនមនុស្សទាំងអស់នោះដែលបានដឹងយានជាតួអង្គបាត់ព្រះឬកូនព្រះអង្គយានទេវតាដែលមានទូនាទីនោះគឺសិតតែបានដឹងទូនាទីរបស់ខ្លួនជាប្រកបនិងបានចេញជួយបំពេញបដិបត្តិគ្រប់តាមផ្លូវបារមីជាច្រើនអ្នកខ្លះក៏រងចាំពេលវេលាដល់កាលមួយដែលគេត្រូវនឹងចេញមកដើម្បីសង្គ្រោះអ្នកដែលមាននិស្ស័យទៅតាមអ្វីដែលគេបានដឹងយានរបស់ខ្លួនឯងព្រះបារមីនៃអង្គយានឋានលោកបានបញ្ជូនបុត្រីហៅថាជាសេនាទេពសេនាដែលយើងចោះមកដើម្បីការពាររក្សាคุ้មគ្រងដល់មនុស្សលោកចំណែកឯខាងពពួកមេអាសោទាំងឡាយក៏បានបញ្ជូននៅបរិវារអមនុស្សជាច្រើនជាអមនុស្សញាណអាក្រក់ពីពេញផ្ទៃផែនដីបន្លំបំភាន់បញ្ជាតាមរយៈការរីត្បាតនៃជំងឺតាមរយៈការរីត្បាតចូលសន្ធប់ផ្លូវចិត្តផ្លូវគំនិតស្មារតីបញ្ជ្រាបឲ្យមនុស្សវល់វែងផន់ភាំងមិនយល់ថាអ្វីខុសអ្វីត្រូវហើយកម្លាំងនៃពពួកអាក្រក់ទាំងអស់នោះក៏បានទប់ទល់ប្រឆាំងជាមួយនឹងកម្លាំងព្រះបារមីញាណល្អព្រះបារមីទាំងឡាយដែលខិតខំជួយសង្គ្រោះដល់ទុក្ខភ័យរបស់មនុស្សលោកនោះពពួកមេទាំងអស់នោះក៏នៅមិនសក់ខិតខំអូសទាញមនុស្សឲ្យវិលវង្វេងកាន់តែខ្លាំងឡើងអ្នកដែលពុំបានដឹងឬអង្គញាណខ្លះដែលកំពុងវង្វេងទូនាទីមិនទាន់ដឹងជាប្រកាសថាខ្លួនឯងជាអ្វីនោះក៏ត្រូវពពួកមេទាំងអស់នោះអូសទាញបានដែរប៉ុន្តែចុងក្រោយទោះបីជាយ៉ាងណាទូនាទីអង្គញាណឋានអ្នកដែលមានទូនាទីជាបុត្រព្រះក៏ត្រូវតែវិលមកបំពេញទូនាទីរបស់ខ្លួនឯងវិញឧបនិស្ស័យព្រះនៅតែជាឧបនិស្ស័យព្រះបុត្រទេវតានៅតែជាបុត្រទេវតាពួកមេទោះបីជាមានកម្លាំងរឹតខ្លាំងក្លាយ៉ាងណាក៏មិនអាចអូសទាញឬធ្វើអ្វីបុត្រព្រះបាននោះដែរចុងក្រោយនោះអ្នកណាឧបនិស្ស័យខាងណានឹងទៅខាងនោះអស់កាលវេលាដ៏យូរមកព្រះបារមីញាណអង្គខាងក្នុងលោកខិតខំប្រឹងប្រែងដើម្បីដាស់តឿនសតិបង្ហាញផ្លូវឬការនិមិត្តផ្សេងៗដល់មនុស្សលោកជាកូនចៅឲ្យបានដឹងពីមួយជំនាន់ទៅមួយជំនាន់បំពេញទូនាទីគ្រប់សពបែបយ៉ាងទាំងអស់ដើម្បីជួយដោះកម្មដោះទុក្ខភ័យនគរនិងអមនុស្សញាណផ្សេងៗដែលកំពុងជាប់ឃុំនៅក្នុងអាឋានសេមាឲ្យបានរួចផុតពីមួយឆ្នាំទៅមួយឆ្នាំពីមួយជំនាន់ទៅមួយជំនាន់កាលរហូតដល់ពេលវេលាចុងក្រោយដែលមេរធីកម្លាំងចេស្តាអំណាចនៃអធិពលញាណព្រះនិមិត្តបុណ្យនិងព្រះនាងដែលលោកនឹងយាងមកសង្គ្រោះដល់សពសត្វបំពេញទូនាទីទាំងឡាយទាំងពួងបញ្ចប់កិច្ចដើម្បីសម្អាតនៅក្នុងទឹកដីមហានគរជួយប្រោសដល់មនុស្សនឹងយានល្អដែលមានឧបនិស្ស័យឲ្យបានងើបផុតពីអន្តរកម្មអន្តរទុក្ខភ័យទាំងឡាយវិញនៅពេលដែលព្រះបារមីញាណឬញាណអង្គដែលបានបង្ហាញខ្លួនឬបានយាងចេញមកដើម្បីឲ្យមនុស្សលោកបានដឹងបានយល់នោះគឺមានអង្គបារមីនៃញាណនិរិទ្ធដែលលោកនឹងបង្ហាញខ្លួនបង្ហាញព្រះភ័ក្ត្រឲ្យមនុស្សលោកបានដឹងអំពីដំណើរផ្សេងបញ្ញាស្មារតីមនុស្សឲ្យបានយល់អំពីដំណើរហេតុពុយពងនៃឋានប្រជុំនេះពុយពងនៃមហានគររបស់យើងដែលជាអំបូរនៃនាគទេពនាគនៃចក្រវាឡដែលចោះមករក្សាការពារគុំក្រុងដែនសេមារបស់មនុស្សក្រៅពីនេះមានញាណអង្គសត្វទេពជាច្រើនដែលតំណាងឲ្យអង្គញាណទេវតាទេវបុត្រទេវធីតាទាំងឡាយដែលនឹងចោះមកជាបន្តតាមទូនាទីឧបនិស្ស័យញាណរបស់ទ្រង់ម្យ៉ាងវិញទៀតនៅពេលដែលពេលវេលាកាន់តែគេខ្លាំងអង្គញាណព្រះបារមីឋានស្ដេចនៃទេវតាលោកនឹងបញ្ជាការចោះមកសម្បកមនុស្សលោកអង្គញាណឋានដែលបានចោះមកចាប់កំណែតគ្រប់អង្គទាំងអស់ឲ្យភ្ញាក់ដឹងញាណស្មារតីរបស់ខ្លួនអ្នកខ្លះក៏បានដឹងអ្នកខ្លះក៏ខិតខំប្រឹងប្រែងបំពេញបដិបត្តិគោរពធ្វើតាមអ្វីដែលការនិមិត្តបង្ហាញរបស់អង្គញាណបារមីតាមការសម្រេចផ្លូវញាណរបស់គេរៀងៗខ្លួន
ដល់ការវេលាមួយមកដល់ព្រះបារមីញាណអង្គញាណថែនទាំងឡាយជាសម្បត្តិរបស់មនុស្សនឹងបានជួបជុំព្រះបារមីញាណជួបជុំញាណរបស់ខ្លួននោះដោយបានដឹងតាមរយៈផ្លូវញាណរបស់ខ្លួនរៀងៗខ្លួនទាំងអស់នៅក្នុងការវេលាខាងមុខឆាប់ៗនេះអ្វីគ្រប់យ៉ាងនឹងមហាភូតថែនភាពអស្ចារ្យនឹងកើតឡើងក្នុងទឹកដីមហានគរសង្គមពិភពលោកក៏កាន់តែកើតគ្រោះវឹកវរចលាចលគ្មានអ្វីនឹងអាចជួយបាននោះទេមានតែអំពើជាកុសលបន់បារមីឬអ្នកដែលមានឧបនិស្ស័យខ្លាំងក្លាបានសាងសន្សំអស់កាលវេលាដ៏យូរមកនោះទើបព្រះបារមីញាណឬអង្គញាណអាចប្រោះសង្គ្រោះបានជាការអធិប្បាយរៀបរាប់អំពីអង្គបារមីញាណថែនចង់មកបំពេញតួនាទីនៅក្នុងទឹកដីនៃឋានចក្រវាឡក៏បានមកដល់ធ្វើឲ្យមនុស្ស